năm 2026 នេះបានបង្ហាញរូបថតមួយសន្លឹកទៀតដែលថតក្នុងឆ្នាំ 1990 ដោយអ្នកស្រាវជ្រាវបញ្ជាក់ថាជារូបថតនៅពេលសម្ដេចចុះពិនិត្យប្រព័ន្ធការពារក្រុងបាត់ដំបងតែសម្ដេចគិតថាជារូបថតនៅពេលពិនិត្យការសាងសង់វារីអគ្គិសនីនៅខេត្តរតនគិរីខាងក្រោមនេះជាសំណេរទាំងស្រុងរបស់សម្ដេចតេជោហ៊ុនសែននៅលើបណ្ដាញ Facebook របស់សម្ដេចថ្ងៃនេះទទួលបានរូបថតមួយសន្លឹកទៀតដែលអ្នកស្រាវជ្រាវបញ្ជាក់ថាជារូបថតនៅថ្ងៃ 15 មិនិនា 1990 នៅខេត្តបាត់ដំបងដើម្បីពិនិត្យប្រព័ន្ធការពារក្រុងបាត់ដំបងទប់ទល់ជាមួយការវាយលុករបស់ខ្មែរក្រហមបងប៊ូថងប្រធានអគ្គស្នងការនយោបាយកងទ័ពនាពេលនោះជាអ្នកអមដំណើរសម្រាប់ខ្ញុំគិតថារូបថតនេះនៅខេត្តរតនគិរីវិញដែលកាលឆ្នាំ 1990 ខ្ញុំទៅពិនិត្យការសាងសង់វារីអគ្គិសនីអូជុំដែលអមដំណើរដោយបងប៊ូថងដែលពេលនោះជាឧបនាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការអភិវឌ្ឍភូមិភាគឦសានមានមូលហេតុ3ដែលខ្ញុំសំអាងទី1គ្រប់រូបភាពដែលខ្ញុំចុះទៅទិសសមរភូមិតែងប្រើឯកសណ្ឋានយោធានិងមានកាំភ្លើងក្រវ៉ាត់នៅចង្កេះទី2បងប៊ូថងចេញពីរដ្ឋមន្ត្រីការពារជាតិឆ្នាំ 1988 ជំនួសដោយសម្ដេចពិជ័យសេនាទាបាញ់និងចេញពីប្រធានអគ្គស្នងការនយោបាយឆ្នាំ 1989 ជំនួសដោយឯកឧត្តមអេលវ៉ាន់សារ៉ាតម្យ៉ាងទៀតបងប៊ូថងមិនដែលអមដំណើរខ្ញុំទៅគៀកសមរភូមិទេទី3សម្លៀកបំពាក់ខ្ញុំក្តីបងប៊ូថងក្តីនិងអ្នករួមដំណើរគឺជាប្រភេទសម្លៀកបំពាក់ចុះសួរសុខទុក្ខប្រជាជនឬពិនិត្យការដ្ឋានសាងសង់ម្យ៉ាងទៀតរូបភាពខាងក្រោយមានទំនប់និងដើមឫស្សីដែលពេលនោះខ្ញុំបានដាក់ឈ្មោះទីនោះថាទំនប់អូជុំស្នេហ៍ពេលនោះភរិយាខ្ញុំនិងភរិយាបងប៊ូថងធ្វើដំណើរជាមួយគ្នាសូមបញ្ជាក់ថាពេលនោះខ្ញុំធ្វើដំណើរ3ខេត្តគឺមណ្ឌលគិរីរតនគិរីនិងស្ទឹងត្រែងជាពេលវេលាដ៏លំបាកគ្មានផ្លូវគ្មានភ្លើងគ្មានអ្វីៗដូចសពថ្ងៃនេះទេមកពីចរចាសន្តិភាពនៅក្រៅប្រទេសឆ្លៀតចុះទៅតាមខេត្តពិនិត្យសមរភូមិយោធានិងការអភិវឌ្ឍដើម្បីកាន់តែច្បាស់សូមបងប្អូនដែលដឹងរូបថតនេះជួយប្រាប់ផងពិសេសអ្នកខេត្តរតនគិរីនិងបាត់ដំបងខ្ញុំសូមបង្ហាញរូបភាពក្នុងឯកសណ្ឋានយោធាពីសន្លឹកក្នុងឆ្នាំ 1990 ដើម្បីធ្វើការប្រៀបធៀបសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅរាត្រីថ្ងៃទី 4 ខែកក្កដាឆ្នាំ 2026 នេះបានបង្ហាញរូបថតមួយសន្លឹកទៀតដែលថតក្នុងឆ្នាំ 1990 ដោយអ្នកស្រាវជ្រាវបញ្ជាក់ថាជារូបថតនៅពេលសម្ដេចចុះពិនិត្យប្រព័ន្ធការពារក្រុងបាត់ដំបងតែសម្ដេចគិតថាជារូបថតនៅពេលពិនិត្យការសាងសង់វារីអគ្គិសនីនៅខេត្តរតនគិរីខាងក្រោមនេះជាសំណេរទាំងស្រុងរបស់សម្ដេចតេជោហ៊ុនសែននៅលើបណ្ដាញ Facebook របស់សម្ដេចថ្ងៃនេះទទួលបានរូបថតមួយសន្លឹកទៀតដែលអ្នកស្រាវជ្រាវបញ្ជាក់ថាជារូបថតនៅថ្ងៃ 15 មិនិនា